ឈប់ទម្រើសកូនរបស់ប៉ាម៉ាក់ទៀតទៅចាបន្ទាប់ពីប៉ាម៉ាក់បានមើលវីដេអូនេះចប់ប៉ាម៉ាក់នឹងដឹងថាការទម្រើសកូនធ្វើឲ្យមានផលប៉ះពាល់អ្វីខ្លះសម្រាប់កុមារពិសេសនេះចាអញ្ចឹងតកតងនឹងការទម្រើសកូននេះគឺខ្ញុំចង់បដោតទៅលើប៉ាម៉ាក់មួយចំនួននិយាយទៅភាគច្រើនចាប៉ាម៉ាក់ភាគច្រើនគឺគាត់ស្រឡាញ់គាត់ថ្នាក់ថ្នមមិនថាប៉ាម៉ាក់ឬក៏យាយតាទេបើសិនជាយាយតាមានចៅតែមួយឬក៏ចៅនៅជាមួយគាត់អីហ្នឹងគឺគាត់ថ្នាក់ថ្នមចាបងអែមែនតែនចាអញ្ចឹងដល់អាយុគាត់មួយខ្ញុំឧទាហរណ៍ថាអាយុគាត់3ឆ្នាំឬក៏ខ្ញុំវាយ4ឆ្នាំ5ឆ្នាំឡើងចាអញ្ចឹងវ័យគាត់ប៉ុណ្ណេះហើយគឺប៉ាម៉ាក់ឈប់ទម្រើសគាត់ទៅដូចជាពាក់ស្បែកជើងឲ្យគាត់ពាក់ស្រោមជើងឲ្យគាត់ពាក់ខោអាវឲ្យគាត់ឬក៏បញ្ចុកអាហារទៅដល់គាត់អីចឹងទៅអញ្ចឹងគឺដោយសារអីអាយុគាត់គឺធំហើយចា4ឆ្នាំ5ឆ្នាំខ្ញុំរាប់ចាប់ពី4ឆ្នាំឡើងទៅចា4ឆ្នាំ5ឆ្នាំគឺគាត់ធំហើយគាត់អាចធ្វើអីដោយខ្លួនឯងហើយក៏ប៉ុន្តែបើសិនជាប៉ាម៉ាក់នៅតែទម្រើសនៅតែធ្វើអ្វីគ្រប់បែបយ៉ាងសម្រាប់គាត់អត់អាចឲ្យគាត់ធ្វើខ្លួនឯងទេដោយសារអីប៉ាម៉ាក់ស្រឡាញ់ថ្នាក់ថ្នមអត់ចង់ឲ្យចៅហត់ឬក៏អត់ចង់ឲ្យកូនហត់ត្រូវតែធ្វើជូនកូនក៏ពេកក៏វេលាចាជាមូលហេតុដែលធ្វើឲ្យគាត់ខ្វះខាតឬក៏អញបានថាគាត់ខ្សោយផ្នែកបំណិនជីវិតដូចជាតកតងនឹងចលនាតូចតកតងនឹងដៃរបស់គាត់ហ្នឹងគេហៅថា motor skill ហើយនឹងក្រុម motor skill ហ្នឹងគឺតកតងនឹងរាងកាយរបស់គាត់មិនថាចលនាធំចលនាតូចទេគឺគាត់ខ្សោយតកតងនឹងរាងកាយរបស់គាត់កុមារខ្លះយើងធ្វើឲ្យគាត់សឹងតែគ្រប់មុខទាំងអស់ដែលគាត់បានធ្វើអីដោយខ្លួនឯងដល់ពេលដែលយើងឬក៏អញនិយាយថាគាត់ដល់វ័យមួយដែលយើងអត់អាចនៅធ្វើឲ្យគាត់គ្រប់ពេលវេលាខ្ញុំឧទាហរណ៍ថាគាត់ទៅក្រៅឬក៏គាត់ទៅណាឬក៏ម៉ាក់ប៉ាបាននៅចិត្តគាត់អញ្ចឹងគាត់ត្រូវចេះជួយខ្លួនឯងចេះធ្វើអីដោយខ្លួនឯងគឺតកតងនឹងមេរៀនបំណិនជីវិតគឺត្រូវបង្រៀនគាត់ប៉ាម៉ាក់ឈប់ធ្វើអ្វីឲ្យគាត់ទៀតទៅត្រូវបរៀនគាត់ឲ្យចេះធ្វើខ្លួនឯងដូចជាពាក់បិជើងអត់មានអីបែប៉ាម៉ាក់ពាក់បិជើងឲ្យគាត់ពាក់ខ្លួនឯងយកបិជើងតុកអីចឹងទៅហ្នឹងវាមានសម្ដាប់ធ្នាប់ឬក៏អញបានថាគាត់ជួយខ្លួនឯងបានចាដូចជាការស្លៀកពាក់ខោអាវជាដើមគាត់ត្រូវចេះស្លៀកពាក់ខ្លួនឯងមួយទៀតការញ៉ាំពិសេសគឺការញ៉ាំដោយសារតែកុមារមួយចំនួនទៅដល់7ឆ្នាំ8ឆ្នាំក៏គាត់ព្រមញ៉ាំខ្លួនឯងដែរគាត់ត្រូវការតែមានអ្នកបញ្ចុកគាត់ដោយសារអីពីដើមឡើយពីដំបូងមកឡើយគឺយើងធ្វើឲ្យគ្រប់សពបែបយ៉ាងចំពោះគាត់ដល់ពេលអញ្ចឹងកុមារខ្លះអាចចូលជាកុមារគេហៅថា Queen Kid សម្រាប់ក្មេងស្រី King Kid សម្រាប់ក្មេងប្រុសអញ្ចឹងទៅគឺគាត់ចង់ធ្វើអីដូចជាអញបានថាគាត់ជាស្ដេចមួយតែត្រូវតែមានអ្នកជួយបម្រើឬក៏ធ្វើឲ្យគាត់អីចឹងទៅគាត់ចាំបាច់ធ្វើទេចាអញ្ចឹងអាចចំណុចដែលយើងទម្រើសគាត់ឬក៏ធ្វើសកម្មភាពឲ្យគាត់គ្រប់ពេលគ្រប់វេលាហ្នឹងគឺជាអត្តពលល្អសម្រាប់គាត់បំណិនជីវិតគាត់គឺខ្សោយមែនតែនហើយចលនារបស់គាត់ក៏អត់មានក្មេងខ្លះស្បីតែកាន់លភាក៏កាន់អត់កើតដែរដោយសារអីគាត់ដែរធ្លាប់ចាមូកម្របដបទឹកញ៉ាំក៏អត់កើតដែរចាលើករបស់អីក៏លើករួចដែរខ្សោយកម្លាំងខ្សោយសាច់ដុំចាដោយសារអីគាត់អត់បានធ្វើសកម្មភាពនឹងអត់បានបញ្ចេញទេចាអញ្ចឹងគាត់អត់អាចធ្វើលះឬក៏ធ្វើបានដូចជាក្មេងទូទៅដែលគាត់ធ្វើអីដោយខ្លួនឯងទេអញ្ចឹងប៉ាម៉ាក់ឈប់ទម្រើសទៅតាក់ទងនឹងកុមារពិសេសនេះគឺវាមានផលប៉ះពាល់ច្រើនមែនតើកុមារខ្លះខ្ញុំឧទាហរណ៍ណាយើងចង់បរិយាគាត់ទៅសេគាត់អត់ចង់កាន់អត់ចង់អីអញនិយាយថាដៃគាត់រឹងដៃគាត់ទន់ពិបាកនឹងការប្រើប្រាស់ឬក៏កាន់របៀបម៉េចអីចឹងគឺគាត់ខ្សោយមែនតើហើយគាត់អាចធ្វើអីបានសូម្បីតែការសរសេរតាមអក្សរឬក៏គូសវាសក៏ពិបាកដែរដោយសារអីគាត់អត់ធ្លាប់ធ្វើអញ្ចឹងវាមានឥទ្ធិពលអត់ល្អសម្រាប់កុមារពិសេសច្រើនមែនតើក្នុងការតម្រូវការធ្វើឲ្យគាត់ទាំងអស់គឺនាងខ្ញុំអត់លើកយកមកទាំងអស់ហើយគឺមានមូលហេតុច្រើនក្នុងការដែលយើងអត់បានឲ្យគាត់ធ្វើសកម្មភាពតូចយកបានឲ្យគាត់ធ្វើគឺមានបញ្ហាសម្រាប់គាត់ណាស់គឺគាត់អត់អាចធ្វើអីបានដោយខ្លួនឯងទេគាត់នៅតែរំពឹងឲ្យអាយុ8ឆ្នាំហើយប៉ាម៉ាក់គួរតែគិតឡើងវិញ8ឆ្នាំហើយគឺគាត់ធំចាគាត់ធំខ្លាំងមែនតើអញ្ចឹងគួរតែឲ្យគាត់រៀនធ្វើអីដោយខ្លួនឯងចាសូមឲ្យ